សួស្តីថ្ងៃយើងថ្ងៃនេះគឺខ្ញុំមានចំណេះដឹងមួយទូចមួយណាមកបង្ហាញពាក់ព័ន្ធទៅនឹង Telegram ថ្ងៃនេះខ្ញុំចេញវីដេអូមកបង្ហាញគឺដោយសារតែ Telegram របស់ខ្ញុំមើលទៅឃើញថាខ្ញុំ log in ចូលទៅក្នុង device ផ្សេងច្រើនអញ្ចឹងខ្ញុំដើម្បីសុវត្ថិភាពនៅ Telegram របស់ខ្ញុំអញ្ចឹងខ្ញុំចូលខ្ញុំមានទូរស័ព្ទដៃផ្ទាល់ខ្លួនមួយគឺខ្ញុំនៅក្នុង Telegram របស់ខ្ញុំហ្នឹងខ្ញុំចូលទៅក្នុង setting របស់ Telegram ហើយខ្ញុំចូលទៅ desktop device ហ្នឹងបាទហើយខ្ញុំចូលទៅ terminate បាទពាក្យថា terminate all session terminate ហ្នឹងគឺមានថាខ្ញុំទៅ log out គ្រប់ device ទាំងអស់បាទ log out គឺគ្រប់ device ទាំងអស់ដែលខ្ញុំធ្លាប់ប្រើកន្លងមកអញ្ចឹងណាបាទដើម្បីសុវត្ថិភាព Telegram របស់ខ្ញុំប៉ុន្តែនៅពេលដែលខ្ញុំterminate វាទៅវាធ្វើឲ្យខ្ញុំ log in នៅ device ដែលខ្ញុំបាន terminate ហ្នឹងពេលដែលខ្ញុំទៅ log in សារថ្មីគឺវាអត់ឲ្យបាទវាអត់ឲ្យហើយវាទាមទារឲ្យយើងបង់លុយវាចុះឈ្មោះ register ចូលទៅបង់លុយបង់អីចឹងណាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំគោលដៅសំខាន់គឺចង់បង្ហាញថាតើយើងត្រូវចុះឈ្មោះយ៉ាងម៉េចធ្វើដោយរបៀបណាដើម្បីកុំឲ្យអស់លុយបាទកុំឲ្យអស់លុយប៉ុន្តែ Telegram ដែលយើងប្រើខ្ញុំបង្ហាញនេះគឺយើងប្រើប្រភេទ free មិនមែនប្រើប្រភេទ premium ទេបើយើងចង់ប្រើប្រភេទ premium គឺយើងត្រូវបង់លុយអញ្ចឹងណាបាទព្រោះភាគច្រើន Telegram ឥឡូវគឺត្រូវការបង់លុយបាទអញ្ចឹងគឺខ្ញុំអត់មានទំនាក់ទំនង Telegram នឹងជាធំដុំអីត្រូវបង់លុយទេអញ្ចឹងខ្ញុំប្រើត្រឹមតែ free ហ្នឹងគឺគ្រប់គ្រាន់ហើយណាបាទអញ្ចឹងបើសិនបើគ្នាយើងគិតថាចង់បង់លុយអូខេអាស្រ័យលើបងប្អូនបង់លុយណាប៉ុន្តែវិធីនៅពេលនេះគឺខ្ញុំចង់បង្ហាញថាខ្ញុំប្រើ Telegram បាននៅក្នុង device ថ្មីបាទហើយនៅក្នុងឆ្នាំថ្មី2026ហ្នឹងដោយអត់ចាំបាច់បង់លុយទេបាទហ្នឹងហើយអញ្ចឹងយើងទៅមើលទាំងអស់គ្នាណាអូខេអរគុណបាទសួស្តីអ្នកយើងឥឡូវខ្ញុំចូលមកក្នុង device របស់ខ្ញុំបន្ទាប់មកខ្ញុំចូលទៅក្នុង App Store បាទខ្ញុំចូលទៅក្នុង App Store នេះបាទចូលនឹង App Store ហើយខ្ញុំនឹងទៅ download Telegram ខ្ញុំចូលកន្លែង search បាទហើយខ្ញុំនឹងវាយពាក្យ Telegram ដើម្បី download ណាអូខេ Telegram អញ្ចឹងពេលខ្ញុំវាយពាក្យ Telegram បាទនេះ Telegram គឺខ្ញុំបាន download ហើយណាខ្ញុំបាន download ហើយអញ្ចឹងខ្ញុំនឹងទៅ open Telegram បាទពេលខ្ញុំ open ហើយយើងនឹងចុចកន្លែង start message បាទ start message ហើយខ្ញុំវាយលេខទូរស័ព្ទណាអូខេខ្ញុំវាយលេខទូរស័ព្ទគឺ81អូខេនេះខ្ញុំវាយលេខទូរស័ព្ទហើយខ្ញុំ continue បាទខ្ញុំ continue មកហើយបាទខ្ញុំ continue ទៀតបាទអញ្ចឹងនៅពេលដែលខ្ញុំ continue អញ្ចឹងនៅក្នុង Telegram ថ្មីនេះគឺវាឲ្យយើងបាទ sign in នៅក្នុង email បាទបន្ទាប់ពីយើងបានយើងត្រូវ sign in នៅក្នុង email អញ្ចឹងពេលដែលយើង sign in នៅក្នុង email នេះវាឲ្យយើងបង់លុយបាទអញ្ចឹងគឺវាឲ្យយើងបង់លុយដោយប្រើប្រាស់នៅ Telegram Premium បាទប៉ុន្តែខ្ញុំអត់បង់លុយទេណាខ្ញុំអត់បង់លុយទេអញ្ចឹងខ្ញុំអត់ចូលតាមវិធីហ្នឹងទេអញ្ចឹងខ្ញុំនឹង bake វាមកវិញបាទខ្ញុំ bake វាមកវិញបាទខ្ញុំ bake វាមកវិញគឺបាទន័យថា Telegram ហ្នឹងគឺខ្ញុំអត់ប្រើបាទ Telegram ហ្នឹងគឺខ្ញុំអត់ប្រើApp Store ហ្នឹងគឺខ្ញុំអត់ប្រើទេបាទអូខេអញ្ចឹងនេះគឺ Telegram បាទនេះអញ្ចឹងនេះគឺជា Telegram ដែលខ្ញុំដែល download ហ្នឹងណាបាទនៅក្នុង App Store ហ្នឹងអញ្ចឹង Telegram ហ្នឹងគឺខ្ញុំនឹងលុបចោលបាទខ្ញុំនឹងលុបចោលប៉ុន្តែខ្ញុំនឹងបង្កើតនៅ Telegram ថ្មីបាទខ្ញុំបង្កើតនៅ Telegram ថ្មីអញ្ចឹងខ្ញុំចូលទៅក្នុងបាទនេះយើងគឺនៅក្នុង app មួយនេះបាទឬក៏យើងចូលទៅក្នុង Safari នេះក៏បានដែរណាបាទចូលក្នុង Safari ក៏បានយើងចូលនៅក្នុងបាទ Microsoft Edge នេះក៏បានដែរព្រោះ Microsoft Edge នេះគឺខ្ញុំ down យកមកប្រើណា down ប្រើអូខេឥឡូវគឺខ្ញុំចូលក្នុង Microsoft Edge នេះតែម្ដងហើយបន្ទាប់មកខ្ញុំ search ណាខ្ញុំវាយ search កន្លែង search ហ្នឹងគឺខ្ញុំវាយ Telegram desktop អូខេខ្ញុំបានវាយហើយម្ដងហើយអញ្ចឹងខ្ញុំចុចលើវាខ្ញុំ search តែម្ដង
ok Telegram desktop ហើយបន្តមកនេះយើងឃើញនេះនៅលើនេះគឺមាន Telegram desktop អូខេមាន sorry ខ្ញុំ បែកមកវិញបាទគឺខ្ញុំយកនេះ Telegram web ណាអូខេខ្ញុំ select យក Telegram web ព្រោះអី Telegram web ហ្នឹងគឺវាសរសេរដាក់ថា Telegram is a cloud based messaging app offer fast occur ហ្នឹងគឺបើន័យថាគេមានប្រើជាមួយ phone ជាមួយអីចឹងណាអូខេអញ្ចឹងខ្ញុំប្រើនេះ Telegram web ណាអូខេនៅពេលដែលខ្ញុំយក Telegram web អូខេខ្ញុំយក Telegram web បាទនេះវាឲ្យយើង register ណាបាទ Telegram please confirm អូខេអញ្ចឹងខ្ញុំconfirm ជាមួយនឹងលេខទូរស័ព្ទមកបាទហើយខ្ញុំយកពាក្យ next បាទខ្ញុំយកពាក្យ next អូខេអញ្ចឹងវាបានផ្ញើកូដបាទវាផ្ញើកូដមកក្នុងទូរស័ព្ទរបស់យើងណាបាទព្រោះទូរស័ព្ទរបស់យើងវាមាន Telegram មួយស្រាប់ណាបាទអញ្ចឹងយើងចូលទៅឆែកមើលកូដហ្នឹងហើយយើងវាយកូដហ្នឹងចូលណាអូខេអញ្ចឹងខ្ញុំនឹងវាយកូដចូលពេលវាយកូដចូលគេខ្ញុំវាយកូដចូលបាទអញ្ចឹងនៅពេលដែលខ្ញុំវាយកូដចូលគឺនេះខ្ញុំបាន log in ចូលនៅក្នុង Telegram របស់ខ្ញុំហើយបាទខ្ញុំបាន log in ចូលក្នុង Telegram របស់ខ្ញុំបន្ទាប់មកទៀតខ្ញុំត្រូវយក Telegram ហ្នឹងទៅប្រើនៅលើ desktop ណានៅលើ desktop របស់ device របស់ខ្ញុំអញ្ចឹងខ្ញុំនឹងចូលទៅកន្លែងសញ្ញានេះសញ្ញាព្រួយនេះណាសញ្ញាព្រួយបាទចូលសញ្ញាព្រួយកន្លែងហ្នឹងមកហើយបន្តមកខ្ញុំចុចយកពាក្យ more បាទខ្ញុំយកពាក្យ more ហើយខ្ញុំ scroll មកលើមកខ្ញុំយកពាក្យ add to home screen បាទនេះបាទ add to home screen ហើយ screen ហើយកន្លែងនេះគឺខ្ញុំសរសេរដាក់ថា Telegram អូខេ Telegram របស់វាភាពដើមគឺ Telegram web អញ្ចឹងខ្ញុំសរសេរថា Telegram ទេបន្ទាប់មកខ្ញុំចុច add អូខេអញ្ចឹងអានេះអត់មានអីទៀតទេហើយបន្ទាប់មកខ្ញុំចុច add វាខ្ញុំ add បាទពេលខ្ញុំ add បាទនេះគឺជា Telegram ដែលខ្ញុំ add មិញណាបាទអូខេអញ្ចឹងយើងចុចទៅលើវាមកបាទយើងចុចទៅលើ app របស់វាអូខេអញ្ចឹងពេលយើងចូលទៅលើ app របស់វាយើងត្រូវការ register ចូលដើម្បីប្រើប្រាស់ណាដើម្បីប្រើប្រាស់អូខេអញ្ចឹងខ្ញុំវាយលេខទូរស័ព្ទខ្ញុំចូលបាទអូខេហើយបន្ទាប់មកខ្ញុំ next ណាបាទហើយខ្ញុំនឹងទៅមើលកូដបាទខ្ញុំនឹងទៅមើលកូដនៅលើ Telegram របស់ខ្ញុំដែលផ្សាយមកអូខេខ្ញុំនឹងវាយចូលបាទអូខេណាអូខេអញ្ចឹងខ្ញុំបាន log in ចូលបានដោយជោគជ័យបាទចូលបានដោយជោគជ័យនៅក្នុងក្នុង Telegram នៅក្នុង device ថ្មីរបស់ខ្ញុំតែម្ដងណាអូខេបាទនៅក្នុង device ថ្មីwould you like to send you notification អូខេ so notification គឺអូខេយើងដាក់ allow ទៅណាអូខេបាទអញ្ចឹងខ្ញុំចូល channel មានបាទមាន app មាន post media មាន link អីចឹងទៅណាបាទមាន file អូខេអញ្ចឹង personal អូខេអញ្ចឹងបន្តមកទៀតនេះគឺចូលទៅ setting បាទនេះគឺជាកន្លែង setting ណាបាទនេះគឺ Telegram premium អញ្ចឹង Telegram premium នេះគឺខ្ញុំអត់ប្រើ premium ទេគឺខ្ញុំប្រើ free ណាបាទអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងហើយបន្តមកខ្ញុំនឹងបិទវាណាអូខេខ្ញុំបិទវាអញ្ចឹងខ្ញុំបិទទាំងអស់ណាខ្ញុំបិទទាំងអស់ហើយបន្តមកខ្ញុំចូលទៅយើងមើល Telegram របស់ខ្ញុំនេះអានេះគឺជា Telegram នៅក្នុង app បាទឥឡូវខ្ញុំចុចវាណាខ្ញុំបើកវាអញ្ចឹងវាឲ្យខ្ញុំចូលទៅ register បាទប៉ុន្តែនៅក្នុង app
ដល់ Telegram នេះគឺខ្ញុំឈប់ប្រើបាទអញ្ចឹងគឺខ្ញុំត្រូវ delete វាចោលអូខេខ្ញុំ delete វាចោលបាទអញ្ចឹងពេលខ្ញុំ delete វាចោលហើយខ្ញុំនឹងទាញ Telegram អូខេ Telegram នេះប្រើជំនួសវិញណាអូខេអញ្ចឹងខ្ញុំប្រើជំនួសនេះខ្ញុំប្រើ Telegram ដែលខ្ញុំទាញវាពីបាទនេះបាទពី Microsoft Edge ណាពីការ register មិញហ្នឹងគឺខ្ញុំយកទៅប្រើជំនួសវិញណាអូខេអញ្ចឹងឥឡូវខ្ញុំសាកបើកមើលណា Telegram ដែលខ្ញុំបង្កើតជំនួសមិញហ្នឹងគឺខ្ញុំសាកបើកមើលខ្ញុំចូលមកអូខេនេះគឺ Telegram ដែលខ្ញុំអាចប្រើបានណាខ្ញុំអាចប្រើបានអូខេអញ្ចឹងខ្ញុំចូលខ្ញុំអាចប្រើបានអូខេបាទអញ្ចឹងបាទនេះគឺខ្ញុំអាចប្រើបានណាអាចប្រើបានអូខេអញ្ចឹងខ្ញុំបិទវាចេញបាទអញ្ចឹងមានន័យថាអ្វីដែលខ្ញុំបង្ហាញនេះគឺអត់អស់លុយទេណាបាទអញ្ចឹងបងប្អូនអាចធ្វើរបៀបហ្នឹងអាចធ្វើតាមហ្នឹងទៅបាទវានឹងជោគជ័យប៉ុន្តែគាត់ថា Telegram ដែលយើងប្រើនេះអ្វីដែលខ្ញុំដាក់ប្រើនេះគឺវាប្រើបានន័យថាគឺជាប្រភេទ Telegram web បាទ Telegram web មិនមែនជា app ដែលប្រើនៅក្នុង App Store ទេណាបាទ App Store ឬក៏ Play Store ទេគឺមិនមែនទេបាទពួកអីបើសិនបើយើងមិនប្រើបែបហ្នឹងទេគឺយើងត្រូវបង់លុយណាបើយើងប្រើតាម app ធម្មតាគឺយើងត្រូវបង់លុយព្រោះ Telegram ឥឡូវនៅពេលដែលយើងចង់ប្រើប្រាស់គឺគេត្រូវបង់លុយដោយសារគេ update ថ្មីណាអូខេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការតាមដានហើយបងប្អូនអាចធ្វើរបៀបហ្នឹងតាមខ្ញុំបាទយើងអត់ចាំបាច់ចំណាយលុយទៅលើការបង់លុយទៅលើ Telegram ទេបាទហ្នឹងហើយសូមអរគុណបាទតើឥឡូវបងប្អូនបានធ្វើជោគជ័យហ៎បាទបើសិនបើធ្វើបានជោគជ័យហើយ comment ចូលមកផងថាតើយើងធ្វើបានអត់ណាបាទអញ្ចឹងបើសិនបើធ្វើតាមហើយធ្វើអត់បានទៀតបាទហើយខ្ញុំក៏អត់ដឹងថាធ្វើមិនដែរណាបាទព្រោះអីខ្ញុំក៏អត់មានពេលណាទៅជួយដោះស្រាយបញ្ហាដល់បងប្អូនទេណាបាទគ្រាន់តែថាអ្វីដែលខ្ញុំធ្វើនេះខ្ញុំអត់ចង់បងលុយខ្ញុំធ្វើតាមហ្នឹងបាទអញ្ចឹងបើសិនបើបងប្អូនធ្វើតាមហើយអាចប្រើបានគឺប្រើទៅណាបាទគឺមានប៉ុណ្ណឹងបាទបើសិនបើ comment មកថាcomment មកខាងកូនថាខ្ញុំធ្វើអត់បានទេតែធ្វើមិនទេខ្ញុំអត់មានពេលជួយដោះស្រាយជូនទេបាទណាបាទហើយអ្នកដែលអាចដាក់ទៅជោគជ័យទេអូខេប្រើទៅណាហើយ comment មកថាអូខេធ្វើបានសម្រេចធ្វើតាមអញ្ចឹងទៅធ្វើបានសម្រេចអញ្ចឹងទៅណាបាទអូខេបាទអញ្ចឹងខ្ញុំវីដេអូខ្ញុំគឺខ្ញុំមានប៉ុណ្ណឹងនៅក្នុងថ្ងៃនេះបាទអញ្ចឹងខ្ញុំពេលយប់ហើយគឺខ្ញុំឆ្លៀតថតវីដេអូបង្ហាញនេះយើងហ្នឹងគឺយប់ណាស់ហើយបាទយប់ហើយយើងមើលក្រោយពីក្រោយbackgroundនេះគឺពេលដែលខ្ញុំថតនេះគឺខ្ញុំ selfie ទេណាខ្ញុំ selfie ទូរស័ព្ទខ្ញុំកាន់ពីមុខមកទេបាទហើយចំណែកដងកាមេរ៉ានេះគឺខ្ញុំអត់ប្រើសុខចិត្តប្រើដៃដែលមានហើយហ្នឹងអត់ប្រើទៀតសុខចិត្តប្រើដៃហើយអត់ទៅអង្គុយលើតុឬអីទេអង្គុយលើរឹងធ្វើតែម្ដងហ្នឹងអង្គុយលើរឹងយល់ដាក់ទូរស័ព្ទនៅលើរឹងអញ្ចឹងទៅកាន់ដោដៃឆ្វេងដោដៃស្ដាំដោដៃឆ្វេងដោដៃស្ដាំអញ្ចឹងទៅហើយធ្វើបង្ហាញអញ្ចឹងតែម្ដងណាបាទយប់តែហើយកូនចៅក៏ដេកអស់ដែរហើយខ្ញុំក៏ឆ្លៀតធ្វើវីដេអូនឹងបង្ហាញទៅតែម្ដងទៅណាព្រោះអី Telegram ហ្នឹងខ្ញុំប្រើហើយបាទខ្ញុំធ្វើតាំងពីព្រឹកព្រលឹមមកហើយខ្ញុំប្រើហើយខ្ញុំប្រើបាទប៉ុន្តែដល់ពេលយប់ឡើងខ្ញុំគិតថាចែករំលែកបន្តិចសិនព្រោះអីយើងបានដឹងរឿងអញ្ចឹងទៅចែករំលែកតិចទៅបាទបើសិនបើពីណាធ្វើទៅហើយស្ម័គ្រចិត្តថាអូប្រើអញ្ចឹងដូចខ្ញុំអូខេប្រើទៅណាប៉ុន្តែថ្ងៃក្រោយអីពេលដែលយើងចូលទៅធ្វើឧទាហរណ៍ថាធ្វើតាមខ្ញុំពេលដែលប្រើទៅវាមិនកុំប្រើទៅមិញថាងប្រើបង្កើតផងជាមួយមិនមែនទេណាបាទសូវគ្រាន់តែខ្ញុំចង់បង្ហាញថា
วิธีนั้นคือយើងអាចប្រើបាន Telegram ប្រើបានហើយវាសុវត្ថិភាពទេណាបាទអា Telegram web ហ្នឹងគឺយើងអាចប្រើនៅលើ web បាទប្រើលើ web ឧទាហរណ៍ថាដូចយើងប្រើ computer យើងប្រើ Telegram នៅលើ computer អញ្ចឹងយើងប្រើ Telegram desktop បាទអញ្ចឹងយើង download វាមកវាមាន app ដាក់នៅលើ desktop ហើយយើងប្រើវាបាទយើងប្រើវាបានធម្មតាទូទៅអញ្ចឹងឯងបាទហើយបើសិនបើទូរស័ព្ទជាទូទៅបើសិនបើនៅក្នុង Android គេប្រើប្រភេទ Play Store ណាអញ្ចឹងគេមាន app Play Store ហើយបើសិនបើយើងប្រើនៅលើពួក iPhone វាមានApp Store បាទអញ្ចឹងយើង down App Store ប៉ុន្តែដល់ពេលក្នុងលក្ខខណ្ឌនេះ Telegram គេធ្វើការលុយគេឲ្យយើងបង់លុយបាទអញ្ចឹងយើងទាញយក app ពី web របស់វាដែលមាន free ពីមុនមកយើងយកមកប្រើជំនួសមកអញ្ចឹងយើងប្រើបានដូចគ្នាទេបាទអញ្ចឹងខ្ញុំមានប៉ុណ្្នឹងទេហើយសម្រាប់វីដេអូនៅក្នុងថ្ងៃនេះបាទអញ្ចឹងខ្ញុំសូមជំរាបលាបងប្អូនទាំងអស់គ្នាដែរផងដែរបាទអរគុណច្រើនបាទ